បានជម្រាបសួរពុកម៉ែបងប្អូនដែលចូលមកកាន់ใน Channel ធ្វើ Train យកលុយបានថ្ងៃនេះគឺត្រូវនឹងថ្ងៃទី6 ខែ 3 ឆ្នាំ 2025 បាទអញ្ចឹងគឺសម្រាប់ Train ខាងខ្ញុំធ្វើគឺ Train នៅខេត្តព្រះសីហនុស្រុកកំពង់សិលាបាទអញ្ចឹងគឺសម្រាប់ដល់ថ្ងៃនេះគឺវាមានអាយុ50ថ្ងៃហើយអញ្ចឹងគឺសម្រាប់ Train អាយុ50ថ្ងៃគឺខាងខ្ញុំគឺបានប៉ុណ្នេះហើយបាទចឹងវាសល់តែ10ថ្ងៃទៀតទេគឺវានឹងគេហៅថាដាក់សាច់ឡើងក្របធំធំចឹងវាចាប់ផ្ដើមឡើងសាច់ហើយតែប្រឡោះណាដែលអត់មានសាច់គឺវារួមអាកន្លែងណាមានសាច់គឺវាប៉ោងបាទហ្នឹងគឺសម្រាប់អាយុ60ថ្ងៃឡើងទៅហ្នឹងគឺចាប់ផ្ដើមដាក់សាច់ដាក់ក្របទៅហើយបាទអញ្ចឹងគឺសម្រាប់ Train នៅរយៈនេះបើពុកម៉ែបងប្អូនសួរថា Train នៅរយៈនេះគឺដាក់ជីអីល្អបាទគឺសម្រាប់ខាងខ្ញុំគឺដាក់ជីលេខស្មើបាទសម្រាប់ខាងខ្ញុំគឺដាក់ជី16 3ដើមដើម្បីអីគឺជី16 3ដើមហ្នឹងគឺវាមានទាំង N ទាំងP ទាំង K បាទអញ្ចឹងគឺនៅរយៈនេះគឺយើងដាក់ទាំងឲ្យវាតឡើងក្របទាំងវាឲ្យរូបរាងវាលូតលាស់មកវែងនិយាយរួមគឺជី16 3ដើមហ្នឹងគឺធ្វើឲ្យ Train ហ្នឹងវាបាន nitrogen ខ្ពស់វានឹងលូតលាស់ក្តឹបហ្នឹងវាលូតលាស់បានវែងហើយនឹងផ្លែហ្នឹងវាឆាប់ដាក់ក្របហើយរាងវានៅតែស្អាតអញ្ចឹងគឺសម្រាប់ជី16 3ដើមនេះយើងអាចដាក់បាននៅរយៈហ្នឹងបាទហើយនៅពេលដែលវាអាយុ70ថ្ងៃអាហ្នឹងគឺយើងចាប់ផ្ដើមអាចដូរជីបានដាក់ប្រភេទដាក់ជីលេខក្រោយខ្ពស់បើសម្រាប់ខាងខ្ញុំគឺដាក់15 520អញ្ចឹងគឺសម្រាប់ជី15 520ហ្នឹងបើពុកម៉ែបងប្អូនកាន់តែប្រញាប់ដាក់ឧទាហរណ៍ថាពុកម៉ែបងប្អូនដាក់ក្នុងក្តាប់រយៈប៉ុណ្នេះគឺ Train ពុកម៉ែបងប្អូនផ្លែមូលដូចដូងតែម្ដងអាហ្នឹងគឺគីឡូវាអត់សូវបានដូចអាផ្លែវែងផ្លែរៀងវែងហើយសាច់ពេញអាហ្នឹងស្អាតហើយបានគីឡូទៀតវាសមនឹងពូជមន់ថងសម្រាប់Train ផ្លែមូលតាល់ដូចបាល់ឬដូចដូងហ្នឹងគឺភាគច្រើនគឺពូជកាន់យ៉ាវឬពូជអីផ្សេងសម្រាប់ពូជមន់ថងគឺរាងវាត្រូវតែវែងហើយមានសាច់ហ្នឹងគឺជាចំណុចសម្គាល់របស់មន់ថងតែយើងក៏អាចធ្វើមូលបានបើពុកម៉ែបងប្អូនចង់ធ្វើឲ្យវាមូលបែបដូចដូងឬដូចបាល់អញ្ចឹងគឺពុកម៉ែបងប្អូនដាក់ជីបែបលេខក្រោយខ្ពស់ដូចជា15 520ឬ15 525អីហ្នឹងគឺធ្វើឲ្យ Train ហ្នឹងវាមិនសូវលូតវែងទេគឺវារីកខាងតែម្ដងរីកខាងខ្លាំងអញ្ចឹងធ្វើឲ្យវាមូលប៉ុន្តែបើគិតជាគីឡូទៅគឺវាចាញ់យើងធ្វើរូបរាងវែងវាវែងហើយវាធំហើយវាមានសាច់ប៉ោងហើបមកគ្រប់ខ្លែបអាហ្នឹងយើងបានទម្ងន់ល្អនិយាយថាក្នុងមួយផ្លែយើងត្រូវបាន3គីឡូអញ្ចឹងបើយើងធ្វើវែងត្រូវបាន3គីឡូតែយើងធ្វើខ្លីមួយផ្លែហ្នឹងយើងបានតែ2គីឡូអីទេចាញ់គេប្រហែល1គីឡូបាត់ហើយបាទអាហ្នឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនស្ដាប់តាមមើលតែសម្រាប់អានេះបាទអានេះធំហើយអានេះ50ថ្ងៃមានតែធំអញ្ចឹងគឺខ្ញុំនឹងឡើងថតចិត្តឲ្យបងប្អូនបានមើលនេះបាទអានេះធំសម្រាប់Train ប៉ុណ្នេះពុកម៉ែបងប្អូនសួរថាតើអាចដាក់ទឹកឲ្យច្រើនខ្លាំងបានអត់បាទប៉ុណ្នេះគឺបើពុកម៉ែបងប្អូនចង់បានត្រួយនៅរយៈអាយុ60ថ្ងៃគឺសម្រាប់អាយុ50ថ្ងៃនេះពុកម៉ែបងប្អូនអាចតឡើងបានហើយប៉ុន្តែគ្រាន់តែបើសិនយើងតឡើងកាន់តែខ្លាំងគឺផ្លែនេះវាកាន់តែ
រៀងអត់ស្អាតបន្លាចាប់ដើមធំខុសពីអាយុខុសពីខ្លួនអញ្ចឹងគឺត្រេនដែលបន្លាស្អាតគឺបន្លាវាប៉ិនគ្នាបាទត្រេនដែលផ្លែស្អាតមានខ្សាច់គ្រប់ជ្រុងគឺត្រូវតែបន្លាប៉ិនគ្នាអញ្ចឹងគឺបន្លាទូចតែកន្លែងណាដែលវាមិនដាក់សាច់តែប៉ុណ្ណោះបាទសម្រាប់សវល់គឺខៀវល្អហើយសម្រាប់ថ្នាំគឺខ្ញុំបាញ់10ថ្ងៃម្ដងបាទបាញ់រៀងរាល់10ថ្ងៃម្ដងអញ្ចឹងគឺសម្រាប់ថ្នាំឥឡូវនេះគឺខ្ញុំអត់ទាន់បានបាញ់ទេព្រោះខ្ញុំទៅបាញ់ថ្ងៃទី1ហើយតែបានធ្វើវីដេអូរវល់ពេកអញ្ចឹងបាញ់ថ្ងៃទី1ហើយគឺខ្ញុំប្រើ Super N ចំនួន1គីឡូហើយនឹងChemsimboron 500cc ហើយនឹងKerma Plus 1លីត្របាទទាំងអស់ហ្នឹងប្រហែលមុខ3មុខហ្នឹងលាយជាមួយទឹក1000លីត្របាទសម្រាប់ពុកម៉ែបងប្អូនមានត្រេនតិចចង់លាយជាមួយទឹក200លីត្រអីពុកម៉ែបងប្អូនអាចគុនគូចែកតាមហ្នឹងទៅបាទនេះហើយសម្រាប់មួយរយៈហ្នឹងក៏រវល់ដែរបាទគឺដើរប្រាប់គេអំពីវិធីចងផ្លែចឹងឥឡូវគឺខ្ញុំឆ្លៀតប្រាប់ពុកម៉ែបងប្អូនតែម្ដងថាវិធីចងផ្លែវាចងមែកដើម្បីការពារកុំឲ្យមែកយើងវាបាក់ឬកុំឲ្យមែកយើងវាអន់បាទកាលណាដែលវាធ្ងន់ខ្លាំងយើងអត់មានអីចងទប់ទេគឺមែកនេះវាចាប់ផ្ដើមប្រេះបាទនេះពីច្រើននេះអាធ្នេវានេះបាទអញ្ចឹងនៅពេលដែលរយៈផ្លែយើងត្រូវចងទប់បើសិនជាមែកណាមានផ្លែច្រើនដូចជាមែកនេះបាទអញ្ចឹងមែកនេះគឺវាមាន6ផ្លែអញ្ចឹងបើមួយផ្លែ3គីឡូវាបាទមួយផ្លែ3គីឡូវា3-5ដង18គីឡូអញ្ចឹងមួយមែកហ្នឹងវាជិត20គីឡូហើយតែបើសិនជាចាក់ស្ដែងវាអាចបាន20គីឡូព្រោះវាមិនប្រកាសថា3គីឡូស្មើទេសម្រាប់ទម្រង់ផ្លែនេះគឺផ្លែល្អបាទហើយជា4គីឡូនេះ4-5គីឡូហ្នឹងព្រោះទម្រង់ផ្លែវាខាងលើរីកហើយនឹងវែងមកក្រោមហើយមូលជុំវិញស្អាតអាហ្នឹងគឺអនាគតគឺធំល្អណាស់បាទនេះដូចជាអា4នេះបាទនេះផ្លែប៉ិនគ្នាស្មើហើយសម្រាប់វិធីចងនេះបាទគឺបែបនេះបើសិនជាមានមែកបាញ់ទៅក្រោមចេះមួយយើងត្រូវតែចងជាមួយអាមែកហ្នឹងហើយយកមករុំជាមួយអាមែកកណើតនេះវាមែកធំវាហ្នឹងហើយយើងយកទៅចងនឹងដើមបាទដើម្បីទប់ទម្ងន់មែកនេះទាំងមូលទាំងទប់ទាំងស្លឹកទាំងផ្លែជារួមអាចឡើងអង្គុយបានឈរបានអត់មានបញ្ហាដល់កលៀតនេះទេបាទនេះកន្លែងនេះកន្លែងធ្នេវាបាទនេះសម្រាប់ផ្លែសម្រាប់ខាងខ្ញុំក៏ចាប់ផ្ដើមចេញស្លឹកខ្ចីហើយដែរទាំងដែលខ្ញុំមិនទាន់ធ្វើយកអញ្ចឹងវាប្រឹងនឹងមកតាំងពីផ្លែប៉ិនពងមាន់ម៉េះតែសារតែវាត្រូវភ្លៀងហើយវាអស់សំជាមួយនឹងវាអស់ស្លឹកមួយជារៀងផងគឺវាចាប់ផ្ដើមចង់ចាញ់ប៉ុន្តែខ្ញុំធ្វើការដាក់ G824 ដើម្បីកាត់បន្ថយ nitrogen កុំឲ្យត្រួយហ្នឹងវាអាចស្ទុះមកបានចឹងឃើញថាវាចាញ់អត់រួចចាញ់មកតែចាញ់យឺតបាទសម្រាប់ដើមមែកដែលមានផ្លែគឺចាញ់មកបាទបែបនេះមកត្រួយមកវាមានតែ2ស្លឹកហើយអត់ចង់ធំនេះបាទនេះជាងចាំងថ្ងៃតិចតែសារខ្ញុំបើកពលឺបាទនេះច្បាស់សម្រាប់ពេញពីងក្រហមនេះបាទបាញ់រួចហើយតែនៅពងវាគឺសម្រាប់តំបន់ខ្ញុំគឺសវោមែនតើបាទសម្រាប់ពេញពីងក្រហមឆ្នាំក្រោយគឺអាចនឹង
បាញ់ដូចជាសាល់អត់តៃដែរគឺមក10ថ្ងៃបាញ់ម្ដង10ថ្ងៃបាញ់ម្ដងបើមិនចឹងទេគឺស្លឹកយើងនឹងឈរមុខនឹងការខូចបាទអញ្ចឹងគឺស្លឹកនេះបាទមែននេះគឺចេញស្លឹកខ្ញុំបិទពលឺទីសិននេះបាទស្លឹកវាលាហើយអានេះ4-5ថ្ងៃទៅមួយអាទិត្យទៀតគឺស្លឹកវាអាចសំយោគពលឺព្រះអាទិត្យបានហើយវាអាចសម្រាញ់អាហារទៅចិញ្ចឹមផ្លែបានអញ្ចឹងឥឡូវវាកំពុងតែបឺតពីអាផ្សេងមកចិញ្ចឹមខ្លួនវាសិនទៅពេលដែលវាគ្រប់អាយុវាអាចនឹងសំយោគពលឺព្រះអាទិត្យបានគឺវានឹងសំយោគពលឺព្រះអាទិត្យទៅចិញ្ចឹមពួកអាផ្លែនោះដែរអញ្ចឹងវាលែងស៊ីហើយវាបែរជាអ្នកផលិតអាហារវិញអញ្ចឹងគឺសម្រាប់ដើមនេះឃើញថាមានស្លឹកខ្ចីមែនប៉ុន្តែស្លឹកខ្ចីវាមានតែ20% តែប៉ុណ្ណោះបាទហើយនឹងវាកំពុងចេញតាមក្រោយមកខ្លះទៀតអញ្ចឹងគឺវាចេញបន្តគ្នាបែបនេះគឺអត់អីទេបាទកុំឲ្យតែវាបុកចេញមកម្ដង50-60% 40% អាហ្នឹងគឺត្រេនយើងវានឹងចាប់ផ្ដើមវាចទៅតាមហ្នឹងវាខ្វះអាហារគឺវាវាចហើយអាខ្លះវាអត់វាចទេវាក្រហមចុងក្រោយជ្រុះតែម្ដងបាទដោយសារតែវាខ្វះអាហារដោយសារស្លឹកវាអាហារត្រូវបញ្ជូនទៅចិញ្ចឹមស្លឹកអស់ហើយព្រោះថាស្លឹកខ្ចីវានៅជាប់នៅចិត្តស្លឹកចាស់អញ្ចឹងនៅពេលដែលស្លឹកខ្ចីចេញមកគឺស្លឹកចាស់វាចម្រាញ់អាហារបានស្លឹកខ្ចីបឺតយកអស់អញ្ចឹងគឺបើសិនជាស្លឹកចាស់យើងច្រើនស្លឹកខ្ចីតិចអាហ្នឹងគឺអត់បញ្ហាទេផ្លែយើងនៅតែមានអាហារគ្រប់គ្រាន់បាទអញ្ចឹងឥឡូវគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលត្រួសហើយនឹងជម្រាបជូនពីវិធីថែក្តាប់នៅរយៈអាយុ50ថ្ងៃនេះបាទសម្រាប់មជ្ឈិមខាងនេះគឺអត់ទាន់បានយោងផ្លែទេគេហៅចងមែកខាងខ្ញុំគេហៅយោងមែកបាទតែខ្ញុំនៅថៃគេហៅយោងមែកអញ្ចឹងគឺផ្លែចាប់ពីប៉ុណ្ណេះទៅយើងអាចយោងបានហើយដោយសារខ្លាចយោងអត់ទាន់បាទយើងយោងអត់ទាន់គឺធ្វើឲ្យត្រេនយើងវាមានបញ្ហាបាក់មែកបាក់អីហ្នឹងគឺស្ដាយផ្លែអញ្ចឹងគឺត្រូវយោងពីប៉ុណ្ណឹងទៅហើយបាទនេះអញ្ចឹងសម្រាប់ត្រេនគឺខ្ញុំអត់ទុកច្រើនទេទុកមើលទៅនឹងស្ថានភាពស្លឹកបាទស្ថានភាពស្លឹកស្ថានភាពដើមគឺខ្ញុំអាចទុកបានតាមនឹងបាទនេះដូចជាដើមនេះសល់ផ្លែប៉ុណ្នេះបាទយូរផ្លែច្រើនគឺខ្ញុំកាត់ចោលទុកតែប៉ុណ្ណឹងទេអញ្ចឹងគឺសម្រាប់ផ្លែច្រើនហើយនឹងផ្លែមកល្មមបាទសំខាន់កុំឲ្យតែផ្លែតិចយើងយកអាមកល្មមដែលអាមកល្មមហ្នឹងគឺយើងទុកតាមទំហំដើមហ្នឹងតាមស្ថានភាពស្លឹកពេលដែលយើងទុកមកល្មមត្រេនយើងហ្នឹងគឺផ្លែនឹងប៉ុនគ្នាស្មើបាទពេលវាផ្លែប៉ុនគ្នាស្មើនៅពេលដែលយើងលក់គឺវាងាយលក់ព្រោះអ្នកទិញហ្នឹងគាត់ឃើញផ្លែត្រេនយើងស្អាតប៉ុនគ្នាស្មើគាត់ក៏ហ៊ានទិញដែរសម្រាប់តម្លៃដែលថ្លៃជាងអាផ្លែអត់ល្អបាទសម្រាប់ដើមនេះរៀងរីកក្រោយគេបន្តិចអានេះប្រហែលអាយុ40ជាងគេរួមវារីកខុសតែជាងតិចតួចបាទអញ្ចឹងគឺសម្រាប់ជីខ្ញុំដាក់16 3ដើមចំនួនមួយដើមមួយដើមតែចំនួនកន្លះគីឡូទេតែខ្ញុំដាក់កន្លះខែម្ដង15ថ្ងៃគឺខ្ញុំដាក់ម្ដងបាទអញ្ចឹងគឺយើងដាក់តិចតែញឹកញាប់
bây giờ đạm mà đông tràn hay mà khai đạm mà đông mà lô từ 2 kg anh nắng cứ vì ở sau bàn lọ để dương đã là khai đông đây thà bập pin nhà hà tại oi vì là hốt ai vì mi là hà si là hốt cũng cứ thôi trên dương vì thom lang sứt chỉต่อแต่มาดองบ่ให้สำหรับพลายตัวนี้ในปันนี้ให้บ่คือทอมเลื่อนเด้มาแต่ดอกง่ายพลายมาแต่ดอกง่ายพลายใหญ่รู้คืออันนี้vì 50 ngàyให้จังvì ควาแต่70 ngày thì tệ vì màนึงควาแต่ปีคายดอก ngày thì tệบ่จังพวกแม่พวกโอนกันtới ปีคายดอก ngày พลิกคือดอบัดให้thìจังกรุ๊ปผมกรุ๊ปจำนวน120 ngày วิจับดามีนจ้ามีนตมจังบ่สำหรับcái cắt và chun cái trái cứ ở đòn rồi phai ngày để trăm tay mà rồi đọc ngay cứ cái chập làm cắt bạt hay bà để sao ta cái trái ở trái cá chắc khăng để cái trái cá chắc mà là mồm chân cứ sản phẩm ở sân chỉ nơi máy cứ cắtประเภทปียุบใบยุบเติมบ่าให้อดมีเลียบทนามไอต้มไอเต้คือปลาใบธรรมชาติใบเอาไว้ต้มตามรุ่นไอจึงยึงตระการปูอาจจะแต่จักคลังเป็นเต้นแต่มาดองจะจุดตุ่มวันนี้สำหรับดามนี้คือตกติดเดออสลักมาคางไงบาดสลักก็จับดามจันได้เป็นตายอดจีปัญหาเต้แต่เรนนี้ก็วีchất đoระยะได้นี้ได้ดอระยะได้อายุ60 ngàyได้จังคือสลักจับดามจันคืออดจีปัญหาสำหรับคางยอมเต้บ่ะนี่ผู้สลักวีกระปงจันจังคือละมอมแต่สลักนั่งวีเลียคือเทรนยังวีดอลอายุวีนี่บัดให้chỉ rùm trend bên này hay slack cứ tranh dư na bạn bà sân chỉ dương mình bọc tặc mình bọc chi thế cứ vì tranh dư cả đấy sao ta apply bên này bà vì xì hà khăng chừng slack tiệt trong bà sân chỉ tranh slack có tranh ở xây stu khăng này bà trong ở tranh stu khăng to tại đã tặc ở tràn hay đã chi ở tràn nắng cứ slack cứ nâng stu tranh màu bà tai nó không dạ này cứ nhom mà ở toàn phơi thế tích tiếtต่ออายุ60 ngày คือยามมื้อนึงจับดามเทอบ่บ้านนี้สำหรับโดยจีดามนี้จังสักใจจานแต่ម្ដងតែខ្ញុំបតោយតាមវាកាត់អីគឺដើមនេះវាខ្សោយស្លឹកមែនតើស្លឹកអស់ខ្លាំងជាងគេបាទវាចំមុខចោខ្លាំងចឹងបតោយវាចេញស្លឹកខ្ចីបាទនេះបាទខាងលើស្លឹកខ្ចីសតអស់ស្លឹកចាស់លេងហ្នឹងចឹងបតោយតាមវាបាទចឹងគឺផ្លែនេះសប៉ុណ្ណឹងចឹងនេះវាអត់ទាន់ចាញ់អាការៈបដូរពណ៌ឡើយទេបើសិនជាវាជ្រុះវាចង់ជ្រុះវាចាញ់ថាដើមនឹងខ្វះអាហារឲ្យវាគឺវានឹងបដូរពណ៌ទៅជាពណ៌រៀងក្រហមពណ៌លឿងក្រហមបន្ទាប់មកវានឹងជ្រុះតែម្ដងអញ្ចឹងមុនវាជ្រុះវានឹងផ្ដល់សញ្ញាឲ្យយើងដឹងសិនថាវាចិត្តជ្រុះហើយវាខ្វះអាហារតែវានៅខៀវអាហ្នឹងអត់ជាបញ្ហាទេបាទនេះសម្រាប់ដើមនេះក៏អស់ស្លឹកដែរនោះខាងនោះគឺទុកស្ដាងទេសម្រាប់ពេលនៅក្តាប់គឺច្រើនមែនតើពេលផ្លាយគឺកាត់យកតិចចឹងគឺសម្រាប់ខ្ញុំធ្វើយកភាគរយមែនប៉ុន្តែខ្ញុំក៏ធ្វើបែបឈរឈ្មោះឲ្យបានយូរបាទមិនចង់ដូចគេថាសម្រាប់មេយកពងបាទអញ្ចឹង
terrain គឺអត់ស្លឹកបែបនេះគឺខ្ញុំអាចធ្វើបានគឺខ្ញុំបាញ់បិទស្លឹកហើយអស់តែម្ដងកុំឲ្យវាចាញ់ហើយទុកផ្លែច្រើននិយាយរួមទុកផ្លែច្រើនស្លឹកចាញ់អត់រួចស្រាប់ហើយព្រោះផ្លែវាស៊ីអាហារខ្លាំងស្លឹកអត់មានកម្លាំងចាញ់ទេអញ្ចឹងឆ្នាំនេះខ្ញុំអាចបានភាគរយច្រើនប៉ុន្តែខ្ញុំអត់គិតចង់បានអញ្ចឹងទេគឺសំខាន់គឺការងារខ្ញុំត្រូវតែធ្វើឲ្យល្អឲ្យឈរជើងបានយូរដែលគេថាมันសម្រាប់មេយកពងអញ្ចឹងគឺសម្រាប់terrain បងប្អូនយកដាក់យកផ្លែឲ្យណែនដើមពេញដើមមើលទៅឃើញអូមួយដើមនឹងណែនតែម្ដងមើលអត់ចង់ឃើញមែកហើយបងប្អូនសប្បាយចិត្តថាបានផ្លែច្រើនអញ្ចឹងគឺអ្វីដែលផ្ទុយនឹងបានផ្លែច្រើនវិញនោះគឺ terrain យើងវានឹងខ្សោយបាទអញ្ចឹងយើងអាចទុកផ្លែច្រើនពេកទេទុកច្រើនបានតែមួយឆ្នាំហ្នឹងទេឆ្នាំក្រោយគឺវានឹងចាប់ផ្ដើមអន់ហើយអញ្ចឹងហើយគឺ terrain យើងចង់ធ្វើបានផ្លែរាល់ឆ្នាំប៉ុណ្ណឹងផ្លែល្អផ្លែមកយើងចំណេញរាល់ឆ្នាំហើយដើមយើងនៅតែល្អគឺយើងត្រូវតែទុកផ្លែទៅឲ្យសមនឹងដើមបាទសមនឹងមែកសមនឹងដើមសមនឹងស្លឹកហ្នឹងគឺterrain យើងវានឹងមានកម្លាំងរឹងមាំហើយរោគពុកម៉ែបងប្អូននឹងថារោគចូលដោយសារអ្វីគឺរោគចូលដោយសារតែដើមterrain យើងខ្សោយអញ្ចឹងដើមterrain យើងទុនខ្សោយគឺរោគ Phytophthora ហ្នឹងវានឹងងាយបំផ្លាញប្រព័ន្ធឫសterrain ឬតាមគល់ឬតាមដើមអញ្ចឹងបាទអញ្ចឹងនឹងហើយមូលហេតុដែររោគអាចបំផ្លាញterrain យើងបានដោយសារតែយើងធ្វើឲ្យterrain យើងខ្សោយបាទអញ្ចឹងគឺខ្ញុំសូមផ្ដាំទៅពុកម៉ែបងប្អូនឲ្យគាត់មានterrainហើយគាត់ជួលគេធ្វើយកភាគរយអញ្ចឹងពុកម៉ែបងប្អូនគួរមើលទៅលើអ្នកធ្វើយកភាគរយនឹងដែរថាគាត់ជាមនុស្សឃើញតែលុយឬគាត់ស្រឡាញ់មុខមាត់ស្រឡាញ់គេឈ្មោះគាត់ដែរបើគាត់ឃើញតែលុយហើយគាត់ដូចថាចង់ធ្វើឲ្យផ្ទុះមួយរយៈហ្នឹងថាអូគ្រូនេះធ្វើផ្លែបានច្រើនអញ្ចឹងគឺបានតែមួយឆាវទេបន្ទាប់មកអាចារ្យដែលធ្វើឲ្យច្រើនហ្នឹងគឺវានឹងអន់គឺវានឹងមានរោគច្រើនទៅដោយសារអីដោយសារតែទុកផ្លែច្រើនធ្វើឲ្យterrainយើងដើមខ្សោយអញ្ចឹងបើបងប្អូនសួរថាអញ្ចឹងខំធ្វើទៅអីបើទុកផ្លែតិចមិនដែរបាទគឺអត់ទុកតិចទេតែមកល្មមបើយើងអត់ធ្វើបដោយតាមវាហ្នឹងដើមខ្លះបានច្រើនដើមខ្លះបានតិចហើយដើមផ្លែបានច្រើនហ្នឹងក៏អន់ដើមផ្លែបានតិចហ្នឹងក៏ល្អអញ្ចឹងគឺបើយើងបដោយតាមវាបានប៉ុន្តែវាបានតិចជាងយើងធ្វើហើយយើងយកដូចថាមួយដើមត្រូវ50ផ្លែអញ្ចឹង50ផ្លែសតទៅតែម្ដងហើយឆ្នាំក្រោយយើងអាចទៅឡើងដល់55ផ្លែឬ60ផ្លែសតតែម្ដងអាហ្នឹងគឺយើងបានចំណេញរាល់ឆ្នាំសម្រាប់បើយើងថាឆ្នាំនេះត្រូវដាក់ឲ្យពេញដើមឲ្យណែនដើមហ្នឹងបានល្អអញ្ចឹងគឺបែបហ្នឹងគឺយើងចំណេញតែមួយឆ្នាំទេឆ្នាំក្រោយយើងចាប់ផ្ដើមមើលជំងឺហើយបើមើលអត់ជាប់ទៀតគឺបាក់ទឹកចិត្តហើយសម្រាប់ម្ចាស់ចការបាទអញ្ចឹងគឺសម្រាប់ដើមនេះគឺដើមកំមុំបាទផ្លែបានប្រហែលផ្លែដែរដល់ផ្លែជាងដែរបាទចងផ្លែរួចហើយបាទអញ្ចឹងគឺវីដេអូនេះក៏អត់មានអីច្រើនទេគ្រាន់តែថតអំពីterrainនៅរយៈអាយុ50ថ្ងៃជូនពុកម៉ែបងប្អូនឲ្យគាត់តាមដាន channel របស់ខ្ញុំហើយក៏ជម្រាបជូនថានៅរយៈហ្នឹងខ្ញុំធ្វើអីខ្លះបាញ់ថ្នាំអីទៅខ្លះហើយនឹងដាក់ជីអីទៅខ្លះបាទហើយឲ្យទឹកប្រមាណសម្រាប់ការឲ្យទឹកគឺខ្ញុំឲ្យដដែលធម្មតាដដែលគឺខាងខ្ញុំគឺដាក់ធម្មតា
នៅឆ្នាំក្នុងឆ្នាំនេះនៅពេលដែលត្រេនផ្កាគឺខ្ញុំដាក់ទឹកមួយថ្ងៃម្លងមួយថ្ងៃកន្លះម៉ោងនៅពេលដែលត្រេនចាប់ផ្ដើមរីកផ្កាគឺខ្ញុំដាក់ទឹក20នាទីមួយថ្ងៃម្លងមួយថ្ងៃនៅពេលដែលត្រេននឹងកតុយជៀសឆេះដល់គល់ឬកតុយជៀសឆេះបាន 70% នៅក្នុងចកា60% ទៅ 70% នៅក្នុងចកាគឺខ្ញុំតម្លើងទឹកមក30នាទីដដែលហើយមួយថ្ងៃម្លងមួយថ្ងៃកន្លះម៉ោងដដែលអញ្ចឹងគឺខ្ញុំបន្ថយតែនៅពេលដែលផ្ការីកតែប៉ុណ្ណោះបន្ទាប់មកគឺខ្ញុំតម្លើងធម្មតារហូតដល់ឥឡូវបាទមួយថ្ងៃម្លងមួយថ្ងៃគឺកន្លះម៉ោងដោយសារតែខាងខ្ញុំនេះគឺតំបន់ក្តៅហើយខ្យល់ទៀតហើយដីស្ងួតលឿនដោយសារខាងខ្ញុំគឺលើកដីពូនបាទលើកពូនដីខ្ពស់នេះគឺត្រឹមចង្កេះតែម្ដងបាទគ្រាន់តែដើរឡើងលើអាហ្នឹងក៏ហត់ដែរបាទនេះសម្រាប់ផ្លែដើមនេះទុក40ផ្លែទេបាទអញ្ចឹងគឺពុកម៉ែបងប្អូនឃើញ1ម៉ែត្រ2 3 4 5មើលគ្រប់ម៉ែត្រមើលទៅឃើញថាច្រើនតែរាប់ទៅគឺឃើញតែ40ទេអាហ្នឹងនៅសារយើងទុករាយបើយើងទុកដុំមកចកោហ្មងអាហ្នឹងច្រើនអានេះយើងទុកបរិយាយតាមម៉ែត្រមួយគ្រប់ម៉ែត្រអញ្ចឹង1 2 3 4អញ្ចឹងគឺឃើញថាវាច្រើនគ្រប់ម៉ែត្រពេញម៉ែត្រអានេះយើងធ្វើបែបនេះដើម្បីឲ្យផ្លែយើងវាធំស្មើគ្នាបាទហើយស្រួលបាញ់ថ្នាំតែម្ដងបាទនេះសម្រាប់ដើមនេះស្លឹកខ្ចីនេះបាទប៉ុន្តែវាចេញតែ1ម៉ែត្រ2ម៉ែត្រខាងហ្នឹងទេខាងលើអត់ទាន់ចេញបាទអានេះអត់ទាន់អានេះទៅហើបអញ្ចឹងបើក្នុងរយៈវាចេញឆ្លាស់គ្នាបែបហ្នឹងគឺល្អបាទកុំឲ្យតែវាចេញម្ដងទាំងអស់ឬចេញម្ដង 50% អានេះវាចេញម្ដង 30% ទេបាទអញ្ចឹងគឺនៅពេលដែលអានេះមួយអាទិត្យទៀតរោគឬព្រះអាទិត្យបានអានេះមួយអាទិត្យទៀតចាប់ផ្ដើមស៊ីអាហារខ្លាំងដោយសារប៉ានេះវាចេញមកអត់ទាន់សូវស៊ីអាហារទេនេះបាទហើបមកនេះអានេះមួយអាទិត្យទៀតចេញមកគឺលាមកគឺស៊ីអាហារខ្លាំងតែម្ដងបាទដូចអានេះវ័យនេះបាទកំពុងតែពេញស៊ីអាហារបាទនេះអញ្ចឹងគឺត្រេនពេលដែលបើសិនជាចេញស្លឹកខ្ចីច្រើន 50-60% នៅក្នុងដើមឬ 40% ក៏ដោយនៅចំនួននៃដើមហ្នឹងគឺត្រេនហ្នឹងវានឹងជំរុះផ្លែតែសម្រាប់ខាងខ្ញុំគឺអត់អីទេដោយសារតាវាចេញឆ្លាស់គ្នាបាទអញ្ចឹងគឺការបាញ់បិទគឺខ្ញុំអត់មានបានបាញ់បិទអីទេគ្រាន់តែខ្ញុំដាក់ជី824ទៅដើម្បីទប់កុំឲ្យវាស្ទុះមកតែប៉ុណ្្នឹងទេបាទអញ្ចឹងគឺខ្ញុំដាក់ជី824តាំងពីរយៈប៉ិនពងមាន់បន្ទាប់មកខ្ញុំដាក់ម្ដងទៀតគឺធំជាងពងកញ្ញាគឺឥឡូវគឺដូរមកដាក់ជី16 3ដើមវិញធម្មតាបាទអញ្ចឹងបាទពុកម៉ែបងប្អូនសួរថាបើដាក់ជី16 3ដើមមិនខ្លាចលឹកស្ទុះទេថាខ្ញុំជម្រាបវិញថាអត់ខ្លាចទេបាទព្រោះផ្លែខ្ញុំបានប៉ុននេះហើយបាទនេះគឺមានចំនួន10ថ្ងៃទៀតហ្នឹងគឺវា60ថ្ងៃហើយអញ្ចឹងគឺស្លឹកនេះមួយអាទិត្យទៀតទៅ10ថ្ងៃទៀតវានឹងលាអញ្ចឹងគឺវាល្មមសមស្របនឹងត្រេនផ្លែត្រេនហ្នឹងតែម្ដងមិនដូចត្រេនយើងប៉ុនពងមាន់បើស្លឹកនឹងលាអាហ្នឹងវាងាយនឹងចាញ់ស្លឹកបាទបាទអញ្ចឹងគឺសម្រាប់នេះគឺជាត្រេនពូជលុងឡាប់ឡែបាទពូជនេះគឺទុកផ្លែច្រើនគឺអត់សូវធំទេបាទនេះនៅពេលខ្ញុំឲ្យគេយោងមែកខ្ញុំធ្វើការកាត់ចោលនេះខ្លះល្អមែនតែក្នុងចកោមនោះវាមានច្រើនជ្រុលបាទនេះចកោមនេះទុកតែ5 1ម៉ែត្រហ្នឹងទុក5 6ហ្នឹងគឺបានហើយព្រោះអាហ្នឹងផ្លែអត់សូវធំទេបាទយើងទុកកាន់តែច្រើនវាកាន់តែទូចអញ្ចឹងយើងទុកបានមកល្មមបានវាធំហើយវាអត់ធំខ្លាំងទេត្រឹម1គីឡូកន្លះអីហ្នឹងបាទ1គីឡូកន្លះ2គីឡូ2គីឡូសឹងតែមិនសឹងមានអញ្ចឹងមានភាគច្រើន1គីឡូកន្លះបាទនេះជាដើមនេះទុកច្រើនដោយសារតែមែកខាងនោះវាអត់សូវមានមួយអញ្ចឹងគឺទុកច្រើនបែបនេះគឺខ្ញុំកាត់តែខាងក្រោមច្រើននេះបាទ
ខ្ញុំកាត់ម្សិលមិញហ្នឹងម្សិលមួយថ្ងៃឥឡូវគេចាប់ដើមយោងដល់ក្រោមនោះហើយបាទបាទនេះអត់តន់អស់ទេណាបាទនេះសិតតែល្អនេះមូលគ្រប់ជ្រុងតែខ្ញុំកាត់ចោលភាសាអីទុកច្រើនវាអន់ដើមហើយផ្លែធំអត់ល្អចឹងយើងទុកតែមកល្មមបានហើយមួយទៀតខ្ញុំចង់ឲ្យបងប្អូនបានយល់ថាកាលដែលទុកផ្លែច្រើនហើយនឹងទុកផ្លែមកល្មមមួយណាចំណេញជាងបាទអញ្ចឹងឥឡូវគឺខ្ញុំសូមជម្រាបបងប្អូនថាការដែលទុកផ្លែច្រើនឧទាហរណ៍ថាដើមហ្នឹងខ្ញុំទុកត្រឹមឧទាហរណ៍ទុកមួយដើមខ្ញុំទុកត្រឹម50ផ្លែហ្នឹងឧទាហរណ៍ថាស្លឹកត្រេនខ្ញុំពេញទៅចោះទុក50ផ្លែអញ្ចឹងត្រេនទុក50ផ្លែគឺសិតតែល្អហើយនឹងសិតតែចូលខ្នាតហើយអញ្ចឹងគឺផ្លែមានចាប់ពី3គីឡូឡើងទៅដល់5គីឡូបាទអញ្ចឹងគឺសម្រាប់ការដែលយើងទុកផ្លែច្រើនយើងឃើញថាវាល្អមើលបាទមើលទៅផ្លែណែនដើមពេញចិត្តស្ដោកប៉ុន្តែផ្លែហ្នឹងគឺវាអត់សូវធំទេវាមានអាធំមានអាទូចវាលាយគ្នាចម្រោះបាទមានអាមកគីឡូកន្លះមានអាកន្លះគីឡូមានអា2គីឡូមានអា3គីឡូតែ3គីឡូវាអត់សូវមានទេមានភាគតិចភាគច្រើនមានអា2គីឡូជាងបាទអញ្ចឹងគឺសម្រាប់ទុកច្រើនហើយនឹងទុកតិចហើយទុកតិចមិនមែនទុកតិចទេទុកមកល្មមបាទទុកច្រើនទុកមកល្មមអញ្ចឹងគុណគូគីឡូអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍បងប្អូនស្ដាប់បន្តិចថាដើមហ្នឹងយើងទុក50ផ្លែតែវាអាចផ្លែ1 3គីឡូឡើងទៅដល់4 5គីឡូហើយមួយទៀតដើមប៉ុណ្ណឹងដូចគ្នាយើងទុក80ផ្លែបាទអញ្ចឹងទុក80ផ្លែហ្នឹងគឺច្បាស់ណាស់ផ្លែនឹងមានចម្រោះមានទាំងអាទូចមានទាំងអាធំមានលាយគ្នាពេញហ្នឹងបាទហើយនៅពេលដែលថ្លឹងគីឡូបាទអញ្ចឹងឧទាហរណ៍ថ្លឹងគីឡូគឺអាចច្រើនផ្លែហ្នឹងវាអាចលើសចំនួនគីឡូរបស់យើងទុក70ផ្លែហ្នឹងវាអាចលើសចំនួនគីឡូយើងទុកមកល្មមហ្នឹងតែ4 10គីឡូទេប៉ុន្តែបើគិតជាលុយគិតជាតម្លៃវិញបាទគិតជាតម្លៃគឺយើងទុកមកល្មមហ្នឹងមកផ្លែ3គីឡូស្មើឡើងទៅ4 5គីឡូហ្នឹងគឺវាស្អាតផ្លែសាច់គ្រប់ជ្រុងវាស្អាតអញ្ចឹងយើងលក់បានតម្លៃស្មើហើយតម្លៃល្អទៀតធម្មតាតើត្រេនល្អគឺតម្លៃល្អហើយបើត្រេនលាយទូចលាយធំអញ្ចឹងគេតែងតែដាក់តម្លៃទៅតាមហ្នឹងអញ្ចឹងបើគុណគូគីឡូអាផ្លែយើងទុកផ្លែច្រើនហ្នឹងអាចនឹងលើសតិចតួចតែបើសិនជាគិតជាលុយវិញយើងទុកផ្លែមកល្មមហ្នឹងបានលុយលើសយើងទុកផ្លែច្រើនទៀតហើយអ្វីដែលសំខាន់នោះដើមដែលយើងទុកផ្លែច្រើនគឺវានឹងខ្សោយហើយងាយនឹងកើតរោគ Phytophthora គេហៅរលួយឫសរលួយគល់ឬស្អុយដើមបានហ្នឹងហើយគឺសម្រាប់ត្រេនដែលគេធ្វើយកតែមកល្មមប៉ុន្តែគ្រប់ដើមបើយកឲ្យណែនដើមហ្នឹងគឺច្បាស់ណាស់ត្រេនហ្នឹងវាឈរមុខនឹងរោគកាត់អីដោយសារវាខ្សោយកម្លាំងកាលណាដែលវាខ្សោយកម្លាំងគឺរោគហ្នឹងងាយវាយលុកអញ្ចឹងធ្វើឲ្យត្រេនហ្នឹងវាឆាប់ឈឺបាទឆាប់មានជំងឺបាទអញ្ចឹងគឺត្រេនដែលខ្ញុំធ្វើនេះគឺខ្ញុំទុកមកល្មមដើមទេបាទ
ពុកម៉ែបងប្អូនឃើញបែបនេះឃើញស្ដើងបែបនេះនៅពេលដែលវាធំ1 3 គីឡូស្មើបានមើលទៅឃើញថាស្អាតមើលទៅឃើញថាស្រឡាញ់ពេញភ្នែកតែបើយើងទុកច្រើនមួយចកោម3 4ឬ1 ម៉ែត្រ 6 7 ផ្លែសម្រាប់នេះខ្ញុំទុក1 ម៉ែត្រ 2 1 ម៉ែត្រ 3ទេបាទអញ្ចឹងគឺទុកច្រើនគឺអត់ចំណេញទេបាទដូចគេថាល្អមើលតែមិនល្អស៊ីគឺបែបហ្នឹងយើងល្អមើលសុវ័យចិត្តនៅពេលអាដំបូងហ្នឹងឃើញតែរែងផ្លែណែនដើមមែនតែនគឺសុវ័យចិត្តប៉ុន្តែនៅពេលដែលចុងក្រោយពីប្រមូលផលនឹងទៅដឹងថាលទ្ធផលចុងក្រោយគឺវាបែបណាបាទសម្រាប់ពូជនេះខាងនេះគឺភាគច្រើនគឺពូជលងឡាប់ឡាបាទនេះសម្រាប់ពូជនេះគឺអាយុស្រាលទេស្មើនឹងមូលសាន់ឃីងដែរតែពូជនេះគឺសាច់វាសាច់ឆ្ងាញ់ហើយក្លិនក៏អូប្រហើរសម្រាប់អ្នកដែលអត់ចេះហូបត្រេនបែបក្លិនដូចជាមុនថងក្លិនដែរតែក្លិនអត់សូវដូចឪខៈគឺបើសិនជាពុះភ្លាមពេលវាទុំភ្លាមពុះភ្លាមអាហ្នឹងអត់សូវក្លិនទេតែបើទុកតែវាប្រេះគូតហើយគឺទាំងសាច់ក៏ល្វីងហើយទាំងក្លិនក៏ស្អុយខ្លាំងអាហ្នឹងគឺឪខៈដែលនៅថៃគេហៅឆានីបាទតាមនៅខ្មែរគេហៅឪខៈចឹងគឺសម្រាប់នេះគឺលងឡាប់ឡែចឹងវាអានេះទុំប្រេះគូតក៏នៅតែហូបបានសាច់អត់សូវល្អទេអត់សូវដូចជានោះវាអត់ដូចពូជឪខៈទេបាទអានេះគឺពូជល្អជាងឪខៈហើយនៅថៃគឺពូជឪខៈហ្នឹងគេអត់ពេញនិយមទេគឺពូជឪខៈគឺពូជក្រោមគេហើយពូជដែលគិតជាតម្លៃវាគឺតម្លៃក្រោមគេហើយព្រោះដោយសារតែវាបញ្ជូនទៅក្រៅប្រទេសអត់បានព្រោះត្រេនហ្នឹងតែទុំហើយគឺវាទុកឲ្យបានយូរទេវាប្រេះហើយចូលខ្យល់ទៅវិញតែម្ដងហើយសម្រាប់ពូជមុនថងអាហ្នឹងគេពេញនិយមដោយសារទុកបានយូរថ្ងៃអញ្ចឹងគឺគេងាយស្រួលលក់អញ្ចឹងបាទបាទអញ្ចឹងគឺខ្ញុំនឹងថតជូនពុកម៉ែបងប្អូនបន្តិចហើយក៏វីដេអូហ្នឹងក៏មិនមានអីច្រើនដែរបាទដូចខ្ញុំជម្រាបពុកម៉ែបងប្អូនអញ្ចឹងថាវីដេអូនេះខ្ញុំចេញសម្រាប់ពុកម៉ែបងប្អូនគាត់តាមដាន channel របស់ខ្ញុំហើយគាត់ចង់ដឹងថាតើត្រេននៅខាងខ្ញុំធ្វើវាប៉ុណ្ណាហើយខ្ញុំធ្វើអីខ្លះអញ្ចឹងខ្ញុំក៏បានធ្វើវីដេអូជម្រាបជូនពុកម៉ែបងប្អូនហើយទាំងទឹកទាំងជីទាំងថ្នាំបាទដែលខ្ញុំប្រើបាទសម្រាប់ខាងហ្នឹងភាគច្រើនគឺពូជលងឡាប់ឡែបាទលាយមន់ថងខ្លះពូជលងឡាប់ឡែខ្លះបាទនេះអានេះពូជលងឡាប់ឡែហើយសម្រាប់ដើមមុខនោះទៀតគឺពូជមន់ថងបាទនេះផ្លែទុកតែ30ជាង40ទេបាទមើលតាមស្លឹកព្រោះស្លឹកដើមនេះស្លឹករៀងពេញអញ្ចឹងទុក40ផ្លែបាទសម្រាប់ផ្លែសិតតែផ្លែល្អបាទថតឃើញទូចទេបាទពេលកាន់ទៅមកបាតដៃគឺបាំងចិត្តបាទមើលឃើញបាតដៃទេពេលកាន់បាទអញ្ចឹងឥឡូវដោយសារតាវីដេអូខ្ញុំនឹងវាអាចថតបានវែងអញ្ចឹងខ្ញុំក៏ធ្វើវីដេអូរៀងវែងជូនពុកម៉ែបងប្អូនឲ្យគាត់
តែតាមដាន channel របស់ខ្ញុំហ្នឹងគឺជូនពុកម៉ែបងប្អូននៅគាត់ចង់ដឹងគាត់ទស្សនាមើលបាទនេះសម្រាប់នេះមិនមែនជ្រុះទេបាទអានេះគឺខ្ញុំកាត់នេះខ្ញុំកាត់នឹងកត្រៃផ្លែគ្រប់ជ្រុងបាទតែខ្ញុំកាត់អីព្រោះវាលើសចំនួននៃដើមដែលខ្ញុំចង់បាននេះសម្រាប់ផ្លែគឺអាចបាំងបាតដៃចិត្តឲ្យបាននេះផ្លែវានេះដូចជា3ផ្លែនេះដែរហ្នឹងធំមកហើយបាទនេះសម្រាប់ខាងលើគឺទុកបែបហ្នឹងបាទអំបិល2 1 3ខ្លះ4បាទmấyខ្លះ5ទៅតាមទំហំមែកហើយចំនួនផ្លែនៃដើមហ្នឹងតែម្ដងនិយាយរួមគឺបើលើសយើងសម្រាប់ចិត្តថាកាត់អាណាដែលមិនល្អចោលអញ្ចឹងពួកអាល្អនេះគឺបើវាប្រៀបធៀបជាមួយគេគឺវារៀងតូចជាងគេបាទនេះខ្ញុំកាត់សើមិញទេនេះបាទនេះធំនេះទូចចឹងខាងលើគឺប៉ិនគ្នាស្មើបាទចឹងថតទៅឃើញទូចទេតែក៏ប៉ិននេះប៉ិននេះបាទសម្រាប់នេះគឺពូជលងឡាប់ឡាយបាទសម្រាប់ដើមនេះធំត្រេកអាយុវា9ឆ្នាំបាទអញ្ចឹងគឺនេះត្រេនមកថែដល់9ឆ្នាំគឺដើមប៉ុណ្នេះបាទនេះសាខាធំល្អណាស់ប៉ុន្តែដោយសារតែថែវាអត់សូវបានដល់គឺដើមវាធំអត់ស្មើគ្នាបាទអញ្ចឹងគឺសម្រាប់ដើមនេះទុក60ទៅ70ផ្លែបាទនេះចឹងគឺតាមទំហំដើមវាដែរបាទដើមធំនឹងគឺយើងយកឲ្យផ្លែវាហ្នឹងល្អតែម្ដងព្រោះអាពូជហ្នឹងគឺផ្លែវាអត់សូវធំទេបើយើងទុកកាន់តែច្រើនផ្លែកាន់តែទូចបាទទុកកាន់តែតិចផ្លែកាន់តែធំតែបើយើងទុកតិចជ្រុលគឺវាអត់ចំណេញទេយើងទុកមកល្មមបាទទុកមកល្មមអាហ្នឹងគឺយើងចំណេញបាទនេះគឺថាអាធំនោះបាទ1គីឡូជាងហ្នឹងបាទហើយចូល1គីឡូហើយធំជាងគេបងប្អូនឃើញអញ្ចឹងគឺទូចទេបាទតែមើលក្រៅធំហើយសម្រាប់នេះខ្លះទុកចកោមច្រើនបានដោយសារអីគឺក្នុងដើមហ្នឹងគឺគ្រប់ចំនួនបាទគ្រប់ចំនួនយើងអាចទុកបានហើយខ្លាចតែលើសចំនួនយើងត្រូវធ្វើការកាត់ចេញបាទសម្រាប់ដើមនេះខ្លាយរៀងតិចតែរាប់ទៅក៏ចូល30-40ផ្លែដែរបាទអត់ស្អីផ្លែដើមនេះដើមនេះមានតែប្រហែលចកោមតែមានផ្កាសាក្រោយបាទនោះតែអត់ធ្វើវាទេកាន់ក៏យកមិនកាន់ក៏អត់សម្រាប់យើងផ្ដោតតែលើពួកអាផ្លែធំនេះបាទអានេះមួយចកោមនេះវាចូល6ផ្លែនេះទៀត7ផ្លែដល់1ម៉ែត្រនេះអញ្ចឹងគឺសម្រាប់យើងទុកគឺយើងទុកតម្រូវនឹងដើមបាទបើសិនជាវាផ្កាច្រើនម៉ែត្រវាក្តាប់ច្រើនម៉ែត្រច្រើនអាហ្នឹងគឺយើងទុក1ម៉ែត្រ2ម៉ែត្រ3ធ្វើម៉េចឲ្យគ្រប់ចំនួននៅដើមហ្នឹងតែបើសិនជាវាផ្កាតិចម៉ែត្រផ្លែតិចម៉ែត្រយើងទុកតាមនឹងដូចគ្នាទុក1ម៉ែត្រហ្នឹង4 5 6 7ធ្វើម៉េចឲ្យវាបានបរិមាណវាមកអាចគ្រប់ដើមបាទនេះសម្រាប់ដើមនេះបានមើលទៅលើគឺអត់សូវឃើញស្លឹកទេដោយសារខ្ញុំបើកពលឺបាទបើកពលឺទៅឃើញលហោលតែម្ដងហើយសម្រាប់ស្លឹកថ្មីគឺចាប់ផ្ដើមចេញហើយបាទនេះស្លឹកថ្មីអត់ធ្វើអីទេអត់បាញ់បិទអត់អីទេ
គឺវាដោយវាតែម្ដងដោយសារតែត្រេនយើងវាយើងគុនគូទៅវាអាចឆ្លងផុតនៅដំណាក់កាលហ្នឹងអញ្ចឹងគឺយើងអត់ធ្វើអីវាទេបាននេះស្លាប់ចេញមកហើយបាទចំណោនេះចេញមុនស្លឹកលាហើយបាទនេះទឹមចេញហើយសម្រាប់ផ្លែនេះបាទផ្លែនៅពេញទាំងអស់នៅល្មមគ្រប់តម្រូវដើមហ្នឹងអញ្ចឹងពុកម៉ែបងប្អូនត្រូវអាសាសង្កេតថាបើចង់ដឹងថាផ្លែហ្នឹងអាចនឹងជ្រុះអត់គឺសង្កេតមើលបលាវាបើសិនជាបលាវាចាប់ផ្ដើមលឿងអាហ្នឹងហើយគឺវានឹងចាប់ផ្ដើមជ្រុះហើយវាផ្ដល់សញ្ញាថាវាខ្វះអាហារអញ្ចឹងវានឹងជ្រុះបាននេះសម្រាប់អានេះគឺពូជលងឡាប់ឡែដែរបាទសម្រាប់នេះគឺពូជមន់ថងបាទគឺចងរួចឲ្យហើយបាននោះចងទៅដល់អីណោបាត់ហើយបាននោះចឹងសម្រាប់ដើមនេះចងមែកហើយហ្នឹងគឺយើងចងមែកនេះធំដែរតែយើងចងព្រោះអានេះបើផ្លែមួយផ្លែ4គីឡូអីទៅគឺវាចូលពី10គីឡូដែរហើយស្លឹកវាចាញ់មកមួយឈុតទៀតគឺវានឹងធ្ងន់គឺវាអាចនឹងបើវាត្រូវខ្យល់វាអាចនេះបាទអាយ៉ាធ្នេនេះអញ្ចឹងការចងអាហ្នឹងគឺជួយបានច្រើនបាទនេះសម្រាប់ផ្លែគឺប៉ុនគ្នាស្មើហើយគ្រប់ចំនួននៃដើមដែលខ្ញុំត្រូវការហើយចំនួនផ្លែដែលក្នុងមួយដើមខ្ញុំត្រូវទុកប្រមាណអញ្ចឹងគឺខ្ញុំទុកប៉ុណ្ណឹងហើយបាទនេះស្លឹកចាញ់ប៉ុន្តែចាញ់មិនស្រស់បាទអានេះចាញ់ក្រោមឥឡូវនេះគឺអានេះចាញ់មកតែខ្លះត្រួយដាវនេះបាទនេះប៉ុន្តែឥឡូវនេះគឺអត់ទាន់ចាញ់ទេគឺចាប់ដើមហើបមកទូចបែបនេះបាទឥឡូវចាញ់បែបនេះអញ្ចឹងគឺសម្រាប់វាចាញ់បន្តគ្នាអញ្ចឹងគឺអត់ជាបញ្ហាទេហើយជាបញ្ហានោះគឺវាអត់ចាញ់ស្លឹកអាហ្នឹងមិនជាបញ្ហាសម្រាប់បើវាចាញ់បែបនេះគឺមិនជាបញ្ហាទេនឹងគឺជារឿងធម្មតារបស់ត្រេនដែលវាត្រូវចាញ់ស្លឹកប៉ុន្តែបើវាចាញ់នៅក្នុងដំណាក់កាលត្រេនប៉ុនពងមាន់អាហ្នឹងយើងត្រូវធ្វើការបាញ់ទប់វាបិទវាកុំឲ្យវាចាញ់មកខ្លាំងគឺត្រេនយើងវាប្រឈមមុខនឹងជ្រុះផ្លែបាទហើយសម្រាប់អានេះគឺផ្លែប៉ុណ្នេះបាទនេះសម្រាប់ខាងលើគឺផ្លែស្រូងនេះគឺដំបូងគឺក្នុងមួយមែកគឺមានតែ20ក្តាប់15ក្តាប់20ក្តាប់តែខ្ញុំតែងរំលោះវារហូតតែងចូល4ដងហើយតែខ្ញុំរវល់បានសូវធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនអញ្ចឹងគឺឥឡូវនេះគឺតែងផ្ដាច់ហើយក៏បានចងហើយដែរនេះបាទចងវាទាញទៅដើមដើម្បីកុំឲ្យមែកវានេះទន់មកបាទអញ្ចឹងគឺវីដេអូខ្ញុំក៏អត់មានឲ្យច្រើនទេគឺមានតែប៉ុណ្ណឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានលេខទូរស័ព្ទរបស់ខ្ញុំគឺខ្ញុំរវល់ច្រើនអញ្ចឹងគឺពុកម៉ែបងប្អូនអាចតាក់ទងតាម Telegram របស់ខ្ញុំបានគឺ069 50 គុត91 8គុតបាទហើយសម្រាប់បើសិនជាFacebook របស់ខ្ញុំគឺឈ្មោះខុនធានបាទអញ្ចឹងគឺរូបដែលខ្ញុំតាំងនៅ profile គឺដូចជារូបដែលខ្ញុំតាំងនៅ channel របស់ខ្ញុំនេះដែរបាទស្រួលឲ្យពុកម៉ែបងប្អូនស្រួលរកគាត់ឃើញរូបគឺគាត់ដឹងចំណាំថាជា Facebook របស់ខ្ញុំ
ជាតើបើក្នុងលេខ Telegram ក្នុង Telegram របស់ខ្ញុំគឺរូបតាំងខុសពីក្នុង channel YouTube ហើយនិង Facebook អញ្ចឹងពុកម៉ែបងប្អូនឆែកមើលទៅគឺឆែកលេខខ្ញុំហ្នឹងលេខ Telegram របស់ខ្ញុំហ្នឹងតែឃើញផ្ញើមកគឺខ្ញុំអាចនឹងទទួលបាទព្រោះខ្ញុំរវល់ភាគច្រើនរវល់ពេលថ្ងៃពេលយប់ខ្ញុំតនេបាទអញ្ចឹងខ្ញុំអាចទទួលបាននៅពេលយប់ពេលខ្លះពេលថ្ងៃបើផ្ញើចំពេលអេតមកពេលខ្ញុំតនេគឺខ្ញុំអាចនឹងទទួលដូចគ្នាបាទអញ្ចឹងគឺសម្រាប់ពុកម៉ែបងប្អូនដែលចង់មានបញ្ហាតាក់ទងនឹង train ចង់តាក់ទងមកខ្ញុំចង់សួរបច្ចេកទេសពីខាងខ្ញុំគឺអាចតាក់ទងមកតាម Telegram ខ្ញុំខាងលើនេះបានបាទឥឡូវពីខ្ញុំម្ចាស់ channel ធ្វើ train យកលុយក៏ជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះសិនបាទជាចុងក្រោយក៏ជូនពរឲ្យពុកម៉ែបងប្អូនរកទទួលទានមានបានហើយនឹងមានសុខភាពល្អទាំងអស់គ្នាបាទឥឡូវក៏ជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះសិនបាទជម្រាបលាបាន